វីដេអូនេះផងដែរខ្ញុំមកធ្វើរ៉េបជាមួយនឹងម្ហូបនៅ Eon អ្នកទាំងអស់គ្នាគេល្បីជាមួយនឹងបុកល្ហុងល្បីអីឆ្ងាញ់អញ្ចឹងតោះថ្ងៃនេះញ៉ាំអីនៅ Eon ម្ដងអ្នកទាំងអស់គ្នាចង់ដឹងថារសជាតិបែបណាហើយដូចគេនិយាយអត់ណាមួយលក្ខណៈថាខានមកយូរហើយអ្នកទាំងអស់គ្នាអើយថ្ងៃនេះមកញ៉ាំជាមួយនឹងម្ហូបឲ្យច្រើនមុខវិញម្ដងដោយសារតែដាច់បាយពីផឹកដែរអញ្ចឹងណាចឹងមុនចេញទៅញ៉ាំអីជាប្រចាំតែម្ដងក៏ខ្ញុំតែងតែដាក់ជាមួយនឹងកាហ្វេខាឡាលីលីតាំងផឹកតែម្ដងផឹកអ្នកទាំងអស់គ្នាខ្ញុំងើបមកវាចូលថ្ងៃត្រង់ហើយតែខ្ញុំតែងតែមកញ៉ាំជាមួយនឹងកាហ្វេខាឡាលីលីជាប្រចាំតែម្ដងដោយសារតែកាហ្វេខាឡាលីលីរបស់យើងពេលដែលញ៉ាំចូលទៅក្នុងខ្លួនរបស់យើងទៅគឺធ្វើឲ្យខ្លួនរបស់យើងគឺមានកម្ដៅចូលទៅដុតចិត្តខ្លាំងនៅក្នុងខ្លួនរបស់យើងបានល្អខ្លាំងមែនតែនតែម្ដងសម្រាប់កាហ្វេរបស់យើងគឺផ្សំមកពីម្រេចខ្មៅតួអ្នកអត់ចេះញ៉ាំកាហ្វេដូចខ្ញុំក៏អាចញ៉ាំបានដែរសម្រាប់ក្លិនកាហ្វេវិញគឺថាឈ្ងុយខ្លាំងមែនតែនតែម្ដងពេលដែលញ៉ាំចូលទៅក្នុងខ្លួនទៅធ្វើឲ្យខ្លួនរបស់យើងមានកម្ដៅអ៊ុនដុតចិត្តខ្លាំងបានល្អខ្លាំងមែនតែនតែម្ដងចិត្តខ្លាំងកន្លែងណាដែលលើដូចជាដើមដៃបឿកកផ្លូវអីចឹងអ្នកនរគ្នាគឺដុតមកតាមទឹកនោមយើងទាំងអស់អញ្ចឹងណាអ្នកនរគ្នាហាក់មានផលប៉ះពាល់ដល់សុខភាពឬមួយក៏កាពះអីទេញ៉ាំទៅគឺមានអាការៈធ្វើទុកធីងធុងឈឺក្បាលអីទាំងអស់ទៅគឺងាយស្រួលខ្លាំងមែនតែម្ដងទទួលបានរាងស្អាតជាបន្តទៅក៏ខ្ញុំតែងតែមកលាបជាមួយនឹងលេកាតិកមាសជាមួយនឹងស្រងកាតិកមាសរបស់ Kala Lily ជាប្រចាំតែម្ដងដោយសារតែលេជាមួយនឹងស្រងពេលដែលយើងលាយចូលគ្នាលាបទៅលើស្បែករបស់យើងគឺជួយធ្វើឲ្យស្បែករបស់យើងមានសំណើមនិងចិញ្ចឹមស្បែករបស់យើងឲ្យសភ្លឺថ្លាចេញពីខាងក្នុងបែបធម្មជាតិតែម្ដងសំខាន់លេរបស់យើងគឺជាលេសុទ្ធ 100% គឺអត់មានជាតិកាត់ទេអ្នកទាំងអស់គ្នាគឺចិញ្ចឹមស្បែករបស់យើងបានល្អខ្លាំងមែនទែនគឺកាន់តែប្រើគឺកាន់តែធ្វើឲ្យស្បែករបស់យើងសថ្លាចេញខាងក្នុងបែបធម្មជាតិពេលដែលលាបទៅលើស្បែកទៅគឺថាត្រជាក់ស្បែកខ្លាំងមែនទែនតែម្ដងមានក្លិនក្អូបប្រហើរនិងកាតិកមាសស្បែករបស់យើងគឺថាប្លិងហ្មងឥឡូវខ្ញុំបានមកដល់ Eon មួយណាអ្នកនរគ្នាខ្ញុំចាប់ផ្ដើមចូលដល់កន្លែងជួគេកំងមហោនិយាយទៅគឺថាមនុស្សច្រើនខ្លាំងមែនតែនតែម្ដងវាថាកន្លែងនេះវិញគឺថាអោនស្ដាប់គ្នាអត់ចង់បានទេដោយសារតែបាំងកញ្ចក់ហ្នឹងអត់សូវលឺហើយអ្នកលក់ក៏ថានិយាយតិចទៀតរងខ្ញុំថាអូយអោនផ្ទៀងងំតែស្ដាប់បានឥឡូវនេះបន្ទាប់ពីកាត់លុយរួចរាល់គឺអស់$3 10សេនគឺខ្ញុំបានកំងជាមួយនឹងបុកល្ហុងមួយចានណាអ្នកនរគ្នាបុកក្តាមសេះឥឡូវចូលមកដល់ជាបន្ទាប់ទៀតអស់ជាមួយនឹង$2.70សេនគឺកំងជាមួយនឹងទឹកអំពៅ2និងដូងមួយផ្លែអ្នកនរគ្នាយើងទទួលបានទឹកអំពៅ2ណាអ្នកនរគ្នាឥឡូវយើងដើរទៅដល់យកទឹកដូងវិញម្ដងអ្នកនរគ្នាដូងគេស្រស់សាហាវជាបន្ទាប់ទៀតយើងចូលមកយកជាមួយនឹងបុកល្ហុងយើងវិញម្ដងនិយាយថាគឺតម្រង់ជួគ្នាឡើងច្រើនអ្នកហ្មងអ្នកនរគ្នាគេល្បីថាបុកល្ហុងនៅ Eon មួយឆ្ងាញ់ហ៎មើលជាមួយនឹងគ្រឿងគេក៏មានអារម្មណ៍ថាតំណងខ្លាំងដែរអ្នកនរគ្នាខ្ញុំក៏បានទិញជាមួយនឹងស្បែកជ្រូកមួយដែរហើយជាមួយនឹងបុកល្ហុងរបស់យើងគឺដាក់ម្ទេសតែ5គ្រាប់ទេនិយាយទៅគឺឃើញឡើងក្រហមឆ្អិនឆ្អៅតែម្ដងតំណងអញ្ចឹងចាំមកតិចទៀតខ្ញុំភ្លក់អ្នកនរគ្នាមើលថាឆ្ងាញ់តែគេនិយាយអត់បន្ទាប់ទៀតមកទិញជាមួយនឹងស្លាប់មាន់បំពងអៀនសាហាមើលមកដល់ណាអ្នកនរគ្នាគឺជួប fan ដែរលក្ខណៈថា fan ខ្ញុំគឺថាអៀនចឹងហ្មងណាយើងមកយកជាមួយនឹងស្លាប់មាន់របស់យើងអ្នកនរគ្នាគឺថាឲ្យគាត់យកអាក្តៅឲ្យយើងញ៉ាំអីចឹងណានិយាយទៅមាន់បំពងនេះគឺថាពណ៌ឡើងដុតតែម្ដងឥឡូវរួចរាល់យើងចូលទៅទិញជាមួយនឹងនំបញ្ចុកស្លគ្រីមួយចានជាមួយនឹងដុំប៉ាំងជាមួយនឹងស្លគ្រីមួយចានដូចគ្នានិយាយទៅគឺថាតំណងខ្លាំងអ្នកនរគ្នាអើយគឺមានស៊ុបមានអីឡើងមួយសែតហ្មងនំបញ្ចុកស្លខ្មែរស្លអុយជាផ្សេងនំប៉័ងអ្នកនរគ្នាអើយឡើងតំណងហ្មងតែដោយសារតែម្ហូបយើងច្រើនមុខដែរហើយអញ្ចឹងសាច់តែប៉ុណ្្នឹងតែអ្នកនរគ្នាមើលអញ្ចឹងណាអ្នកនរគ្នាមកមើលជាមួយនឹងបញ្ចុកស្លគ្រីគេជាមួយនឹងស្លគ្រីគេមួយចានគឺថាបឹបហ្មងឡើងមកកណោដោយសារតែយ៉ាងនេះខ្ញុំមកគ្នា3នាក់ប៉ុន្តែលក្ខណៈថាបើធៀបញ៉ាំវិញគឺថាញ៉ាំតែ2នាក់គាត់ទេឥឡូវបន្ទាប់ពីដាក់គ្រឿងដាក់អីរួចរាល់ណាយើងបានមកដល់តុរបស់យើងណាម្ហូបរបស់យើងគឺបានប៉ុណ្្នឹងមុខអ្នកនរគ្នាចំណាយលុយ$20ថ្ងៃហ្នឹងប៉ុន្តែសម្រាប់ការទិញនៅលើកនេះអស់ដល់$20ទេហើយបានម្ហូបច្រើនមែនតើឥឡូវយើងមកភ្លក់ជាមួយនឹងបញ្ចុកស្លគ្រីរបស់យើងវិញម្ដងគឺថាតំណងខ្លាំងមែនតើហ្មងណាដាក់មួយម៉ាត់ចូលមាត់មកនិយាយពីថាជាតិហ្មងអ្នកនរគ្នាជាមួយនឹងស្លគ្រីនៅក្នុង Eon វិញខ្ញុំឲ្យ10លើ10មកអ្នកនរគ្នានិយាយទៅលក្ខណៈថាស្លគឺថាធ្វើឆ្ងាញ់ហ្មងណាដោយសារតែការីគឺអត់ងាយណាគេធ្វើឆ្ងាញ់ទេអញ្ចឹងម្ហូបទី1របស់យើងគឺនំបញ្ចុកស្លគ្រីគឺឲ្យ10លើ10ចូលមកដល់វគ្គបន្ទាប់ម្ហូបទី2របស់យើងជាមួយនឹងបុកល្ហុងអ្នកនរគ្នាឃើញគេតំណងអីអញ្ចឹងណាបុកក៏តំណងពណ៌ក៏តំណងដែរតែពេលដែលញ៉ាំទៅជាក់ស្ដែងគឺអត់ឆ្ងាញ់ទេលក្ខណៈថាប្រៃខ្លាំងហើយមានលក្ខណៈថាអំប៉ទុំខ្លាំងពេកល្ហុងនេះគឺថាឲ្យ2លើ10អ្នកនរគ្នាចូលមកដល់វគ្គបន្ទាប់របស់យើងវិញជាមួយនឹងនំប៉័ងជ្រលក់ស្លគ្រីវិញម្ដងនិយាយទៅសម្លគឺដូចគ្នាគ្រាន់តែជ្រលក់នំប៉័ងនិយាយទៅគឺចូលចិត្តសាហាវតែម្ដងលក្ខណៈថាពូម៉ាក់ខ្ញុំដូរចានឲ្យថតចឹងណានំប៉័ងជ្រលក់ស្លគ្រីនេះគឺថាឲ្យ10លើ10តែម្ដងនិយាយទៅគឺថានំប៉័ងក៏ឆ្ងាញ់ចូលចិត្តក៏សាហាវចូលមកដល់មុខម្ហូបទី4របស់យើងគឺជាមួយនឹងស្លាប់មាន់បំពងជាមួយនឹងស្លាប់មាន់បំពងគឺឆ្ងាញ់គ្រាន់ថាអត់សូវក្តៅមិនមែនអត់សូវក្តៅគឺអត់ក្តៅតែម្ដងតែពេលដាក់ជាមួយនឹងទឹកម្ទេសរបស់គេអាកញ្ចប់ហ្នឹងអ្នកនរគ្នាគឺឆ្ងាញ់តែបើថាឲ្យឆ្ងាញ់ខ្លាំងដូចមាន់បំពងអីនៅក្នុងហាងដែលមានឈ្មោះហ្មង
គឺអត់ឆ្ងាញ់ដូចទេចឹងឲ្យ5លើ10អ្នកទាំងអស់គ្នាលើរួចក្រោយណាយើងមកញ៉ាំជាមួយនឹងទឹកអំពៅរបស់យើងទៅមកហូបលក្ខណៈថាតែមិនមុខអ្នកទាំងអស់គ្នាបន្តិចគឺថាឆ្អែតលង្ហសាហាវតែម្ដងអត់ភ័យណាដោយសារតែយើងបានដាក់ជាមួយនឹងកាហ្វេ Kala Lily រួចរាល់ហើយសួស្ដីអ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាចង់ចូលរួមលេងហ្គេមជាមួយនឹងកាហ្វេ Kala Lily អត់យកទៅគឺឈ្នះជាមួយនឹង iPhone 15 Pro Max មួយណាអ្នកទាំងអស់គ្នាលក្ខខណ្ឌងាយៗស្រួលៗខ្លាំងមែនទែនតែម្ដងគ្រាន់អ្នកទាំងអស់គ្នាចូលទៅ share promotion មួយពី page Kala Lily និង page ចេះជីមីមេងរួចអ្នកទាំងអស់គ្នា post ជាមួយនឹង account ផ្ទាល់ខ្លួនអ្នកទាំងអស់គ្នាតែម្ដង account Facebook ហ្នឹងគឺ post ជាមួយនឹងរូប before and after កាន់ជាមួយនឹងប្រអប់កាហ្វេ post សរសេរ caption ថាហេតុអ្វីបានអ្នកទាំងអស់គ្នាចូលចិត្តជាមួយនឹងកាហ្វេ Kala Lily ស្រកប៉ុន្មានគីឡូញ៉ាំអស់រយៈពេលប៉ុន្មាននិងញ៉ាំអស់ប៉ុន្មានប្រអប់ post ចូល Facebook ដាក់ជា public កុំភ្លេចដាក់ជាមួយនឹង hashtag ដូចខាងក្រោមនេះ Kala Lily Cambodia ជីមីមេង Kala Lily Cafe អ្នកដែលមាន like ជាមួយនឹង share ជាមួយនឹង comment ច្រើនជាងគេនឹងទទួលបានជាមួយនឹងរង្វាន់ iPhone 15 Pro Max មួយគ្រឿងណាអ្នកទាំងអស់គ្នាខាងយើងខ្ញុំនឹងប្រកាសឈ្មោះអ្នកឈ្នះនៅថ្ងៃទី15ខែធ្នូឆ្នាំ2023នេះខាងមុខនេះចឹងកុំភ្លេចចូលលេងទាំងអស់គ្នាណាឈ្នះជាមួយនឹង iPhone 15 Pro Max មួយគ្រឿងងាយៗស្រួលៗខ្លាំងមែនតើហ្មងសម្រាប់បងដែលចប់លេខ2ទៅដល់លេខ21ដែលគាត់មាន like ជាមួយនឹង share comment ច្រើនអ្នកទាំងអស់គ្នានឹងទទួលបានកាត្រកជាមួយនឹងកាហ្វេ Kala Lily ចំនួន12ប្រអប់អ្នកទាំងអស់គ្នានៅក្នុងកាត្រកមួយហ្នឹងណាទៅគឺពិសេសខ្លាំងមែនតើហ្មងចឹងកុំភ្លេចចូលលេងទាំងអស់គ្នា